មួយគ្រានៃភាពងងឹតនៅឆ្នាំ1172មហានគរដែលធ្លាប់តែរុងរឿងបានធ្លាក់ចូលក្នុងភាពវឹកវរកងទ័ពជើងទឹកនៃនគរចម្ប៉ាបានបើកការវាយប្រហារដ៏គួរឲ្យភ័យផោនមួយដោយធ្វើដំណើរតាមទន្លេមេគង្គចូលមកដល់បឹងទន្លេសាបនិងវាយលុកចូលក្រុងអង្គរទីក្រុងដ៏ពិសិដ្ឋត្រូវបានកាន់កាប់ប្រជាជនរស់នៅក្នុងភាពភ័យខ្លាចហើយសត្រូវហាក់ដូចជាមានព្រៀបគ្រប់យ៉ាង 2. ពន្លឺនៃក្តីសង្ឃឹមក្នុងគ្រាដែលនគរកំពុងតែអស់សង្ឃឹមព្រះអង្គកម្ចាស់មួយអង្គដែលពោពេញដោយបញ្ញាញាណនិងភាពអត់ធ្មត់គឺព្រះបាទជ័យវរ្ម័នមុនឡើងគ្រងរាជ្យជាព្រះបាទជ័យវរ្ម័នទី7បានចាប់ផ្ដើមប្រមូលផ្ដុំកម្លាំងអ្នកស្នេហាជាតិដោយសម្ងាត់ព្រះអង្គមិនបានជ្រើសរើសការវាយបកភ្លាមៗដោយកំហឹងនោះទេប៉ុន្តែទ្រង់បានចំណាយពេលសិក្សាពីចំណុចខ្សោយរបស់សត្រូវនិងរៀបចំយុទ្ធសាស្ត្រថ្មីមួយដែលមិនធ្លាប់មានពីមុនមកនោះគឺសង្គ្រាមជើងទឹក 3. ការរៀបចំយុទ្ធសាស្ត្រព្រះអង្គបានបញ្ជាឲ្យជាងឈើនិងទាហានបង្កើតទូកចម្បាំងរាប់រយគ្រឿងដែលមានក្បាច់ក្បាលនាគនិងគ្រុឌដើម្បីបង្ហាញពីអំណាចទាហានត្រូវបានហ្វឹកហាត់ជំនាញចម្បាំងលើទឹករបៀបឈរលំនឹងពេលទូកយល់និងការបាញ់ព្រួញយ៉ាងត្រឹមត្រូវព្រះអង្គមានព្រះបន្ទូលទៅកាន់កងទ័ពថាយើងមិនមែនច្បាំងដើម្បីតែឈ្នះនោះទេតែយើងច្បាំងដើម្បីដណ្ដើមយកដួងព្រលឹងនៃដូនតាយើងមកវិញ 4. មហាសង្គ្រាមនៅបឹងទន្លេសាបថ្ងៃកំណត់បានមកដល់នៅលើផ្ទៃទឹកបឹងទន្លេសាបដ៏ធំល្វឹងល្វើយកងទ័ពខ្មែរបានបើកការវាយប្រហារដាក់កងទ័ពចម្ប៉ាសំឡេងស្គរជ័យបានបន្លឺឡើងក៏ក្រៅផ្ទៃទឹកសមរភូមិទូកចម្បាំងខ្មែរដែលមានល្បឿនលឿនបានឡោមព័ទ្ធទូកសត្រូវទាហានខ្មែរប្រើលំពាំងវែងនិងធ្នូបាញ់ស្រោចទៅលើគូប្រកួតរូបភាពចម្លាក់នៅប្រាសាទបាយ៉ាន់និងបន្ទាយឆ្មាបានបង្ហាញពីភាពក្លាហានរបស់ទាហានខ្មែរខ្លះដែលហ៊ានលោតឆ្លងពីទូកមួយទៅទូកមួយដើម្បីប្រយុទ្ធដៃទល់នឹងដៃការប្រើប្រាស់ធម្មជាតិដោយស្គាល់ភូមិសាស្ត្រច្បាស់ជាងកងទ័ពខ្មែរបានយុឬតាក់ទូកសត្រូវឲ្យចូលទៅក្នុងតំបន់ទឹករ៉ាក់ដែលធ្វើឲ្យទូកធំៗរបស់ចម្ប៉ាជាប់គាំងនិងคล้ายជាផ្ទាំងស៊ីបដ៏ងាយស្រួល 5. ជ័យជំនះនឹងការកសាងឡើងវិញក្រោយការប្រយុទ្ធដ៏ស្វិតស្វាញមេបញ្ជាការកងទ័ពចម្ប៉ាត្រូវបានបរាជ័យកងទ័ពឈ្លានពានត្រូវបានបណ្ដេញចេញទាំងស្រុងព្រះបាទជ័យវរ្ម័នទី7បានរំដោះក្រុងអង្គរនិងបានឡើងគ្រងរាជ្យនៅឆ្នាំ1181ដើម្បីអបអរជ័យជំនះនិងជាការរំលឹកដល់វិញ្ញាណក្ខន្ធអ្នកក្លាហានព្រះអង្គបានកសាងប្រាសាទជាច្រើនរួមទាំងប្រាសាទបាយ៉ាន់ដែលមានចម្លាក់នៃសមរភូមិជើងទឹកនេះជាប់ជញ្ជាំងរហូតមកដល់សព្វថ្ងៃសេចក្តីសន្និដ្ឋានរឿងនេះមិនត្រឹមតែបង្ហាញពីការធ្វើសង្គ្រាមប៉ុណ្ណោះទេប៉ុន្តែវាក៏បង្ហាញពីយុទ្ធសាស្ត្រភាពអត់ធ្មត់និងសាមគ្គីភាពរបស់បុព្វបុរសខ្មែរក្នុងការការពារទឹកដីជ័យជំនះនេះហើយដែលនាំឲ្យចក្រភពខ្មែរឈានទៅដល់ចំណុចកំពូលនៃភាពរុងរឿងម្ដងទៀត